សូមជម្រាបសួរស្វាគមន៍មកកាន់ Mission នាងហើយមកចាំរកភាសាបរទេសចំណាក់ទូទៅជុកមានដូចគ្នាថ្ងៃនេះខ្ញុំមានឱកាសពិសេសវិសាលមែនតើដោយសារថ្ងៃនេះអ្នកនរឃើញថ្ងៃនេះជាថ្ងៃសៅរ៍ហើយម៉ោងប៉ុណ្ណឹងនៅខាងសាលាយើងអត់ទាន់មានថ្នាក់អីមនុស្សច្រើនហ្មងទេចឹងបានឃើញថ្ងៃនេះរៀងស្ងាត់កុំថាសាលាបើកយូរឯងតែមិនដែលឃើញមានមនុស្សសោះណាគ្រូណាកុំចិត្តថាមានមនុស្សណាប៉ុន្តែគ្រាន់ថាខ្ញុំជ្រើសយកម៉ោងដែលអត់មនុស្សពីព្រោះខ្ញុំ introvert អត់ចង់ទៅពេលមានមនុស្សច្រើនទេអូខេអញ្ចឹងទីកន្លែងដែលខ្ញុំកំពុងច្រើននេះគឺជា receptionist របស់យើងនេះឯងអញ្ចឹងសាលារបស់យើងទីតាំងគឺស្រួលទេនិយាយទៅនៅលើផ្លូវ72ពេហ្នឹងហ្មងពេលជិះមកនេះដូចឃើញអញ្ចឹងយើងអាចចូលមកក្នុងយើងមកគឺ receptionist នៅកន្លែងកណ្ដាលហ្នឹងតែម្ដងប៉ុន្តែតិចថាមកដល់កន្លែងហ្នឹងហើយរំពឹងថាខ្ញុំនឹងអង្គុយចាំទទួលភ្ញៀវណាកុំគិតសំបីអញ្ចឹងឲ្យសោះដោយសារតែខាងយើងមានក្រុមការងារផ្សេងមិនមែនមានតែម្នាក់ខ្ញុំនឹងចាំទទួលភ្ញៀវផងបរិញ្ញាផងហើយសន្តិសុខទៀតអញ្ចឹងពេលចូលមកយើងមានបុគ្គលិកយើងនៅចាំទទួលព័ត៌មានហើយគាត់នឹងផ្ដល់ព័ត៌មានទៅលើថ្នាក់នីមួយនៅកាន់ទីតាំងផ្ទាល់នេះតែម្ដងអញ្ចឹងឥឡូវយើងមកមើលតិចមើលថ្ងៃនេះខ្ញុំធួទាំង receptionist របស់យើងហើយក៏ដូចជាថ្នាក់រៀនផ្សេងនេះថាតើយើងមានលក្ខណៈពិសេសអីខ្លះដែលតម្រូវឲ្យឬក៏ដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានចិត្តចង់មករៀននៅខាងសាលាផ្ទាល់នេះតែម្ដងអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាថាទៅ receptionist របស់យើងមានអីគេខ្លះចាអញ្ចឹងនេះគឺជា receptionist របស់យើងអញ្ចឹងពេលមកដល់កន្លែងក្រុមការងារគាត់នឹងផ្ដល់ព័ត៌មានផ្សេងឯងគាត់នឹងអាចឲ្យដូចជាกระดาษអីព័ត៌មានអីចឹងណាអានេះកុំឃើញអញ្ចឹងអានឹង free ហើយថ្ងៃនេះមិនដឹងអ្ហ្មងទេមកថតអ្នកគ្នាចាំពេលភ្លៀងនៅក្រៅពងភ្លៀងខ្លាំងមែនតើហ្មងណាតែដេញបលីអត់ត្រូវចឹងឥឡូវយើងងាកមកមើលវិញសាលារបស់យើងមិនមែនចេះតែបើកហ្មងទេយើងក៏មានអាជ្ញាប័ណ្ណអីត្រឹមត្រូវដែរហើយជាមួយនឹងអាជ្ញាប័ណ្ណមួយចំនួនបញ្ជាក់ពីគុណភាពនិងសមត្ថភាពរបស់គ្រូផងដែរមកចាឥឡូវយើងបន្ទាប់ពីដើរចូលពីខាង receptionist មកដល់ភ្លាមសាលាគេ mini បាត់ shoot ចឹងនេះពេលចូលមកដល់ភ្លាមយើងមានថ្នាក់កុំព្យូទ័ររបស់យើងដែលមានបំពាក់កុំព្យូទ័រចំនួនប៉ុន្មានគ្រឿងនឹងក្រមីអញ្ចឹងពេលដែលកូនសិស្សមករៀនគឺអត់ពិបាកក៏អីក៏ស្រួលអង្គុយអីក៏ស្រួលអង្គុយដែរហើយទាំងហើក៏ពេញទៀតអញ្ចឹងយើងអាចរៀនបាននេះហ្នឹងហើយចានេះគឺជាថ្នាក់កុំព្យូទ័ររបស់យើងនៅជាន់ខាងក្រោមដូចគ្នានេះអ្នកនរគ្នាមើលនៅខាងសាលារបស់យើងរៀបចំ design ស្អាតមែនតើព្រោះយើងដាក់ display ទង់ជាតិរបស់យើងនៅលើអញ្ចឹងណាអូខេចឹងឥឡូវកុំឲ្យខាត់ពេលយូរនេះគឺជាថ្នាក់ទី1របស់យើងដែលថ្នាក់នេះរងថ្ងៃរៀនចិនហើយថ្នាក់ខ្ញុំអ្នកបរិញ្ញាខ្លួនឯងផ្ទាល់ទេប៉ុន្តែគាត់ថាថ្ងៃនេះសិស្សអត់មានអញ្ចឹងយើងធ្វើការមើលទៅតាមថ្នាក់នឹងបានហើយតាមថ្នាក់នីមួយរបស់យើងគឺយើងតែងតែមានបំពាក់នៅ projector សម្រាប់ថ្នាក់ភាសាបរទេសអញ្ចឹងណាអាចមានដូចជាថ្នាក់ភាសាចិនក៏ដូចជាថ្នាក់ភាសាអង់គ្លេសផងដែរចានេះខ្ញុំដាក់នៅខាងលើហ្នឹងហ្មងពីព្រោះនឹងក្រោមនេះអញ្ញាយើង save space ណាអញ្ចឹងនៅថ្នាក់មួយទៀតយើងមានម៉ាស៊ីនត្រជាក់យើងមាន portable projector ទៅតាមថ្នាក់មួយអញ្ចឹងទៅចាបាទអញ្ចឹងគ្នាយើងបន្ទាប់ពីបន្ទប់ទី1យើងទៅមើលបន្ទប់ទី2ម្ដងនៅខាងក្រោយអ្នកគ្នាយើងមានទ្វារកញ្ចក់មួយអាហ្នឹងអត់លឺសំឡេងឡងគ្នាបន្ទប់ទី2របស់យើងរៀងធំទលាយជាងបន្ទប់ទូទៅធម្មតាដោយសារបន្ទប់នេះគឺយើងដាក់សម្រាប់ថ្នាក់ភាសាអង់គ្លេសនិងថ្នាក់ចំណេះទូទៅអញ្ចឹងនៅបន្ទប់នេះដែរគឺងាយស្រួលនៅក្នុងការរៀនអត់សូវជាងចង្អៀតគ្នាអញ្ចឹងណាដោយសារនៅខាងសាលារបស់យើងនេះទំហំគឺវែងអញ្ចឹងគឺងាយស្រួលសម្រាប់សិស្សដកដង្ហើមរៀនអត់សូវ stress អត់សូវថាប់ខ្យល់វ៉ាវនេះអ្នកនរគ្នាថតសម្ងាកមកសិស្សគាត់ចេញមកឲ្យម្លងពេលភ្លៀងហ៎និយាយថាដល់កសិស្សថ្ងៃនេះសិស្សគាត់សាលាឯកជនទេអញ្ចឹងគាត់តំណេថ្ងៃសៅរ៍ពេលថ្ងៃអញ្ចឹងអ្នកគ្នានេះគឺជាបន្ទប់ឡាទឿតម្រងដូចគ្នាឡាទឿដូចផ្ទះយើងធម្មតាហ្នឹងអញ្ចឹងអ្នកគ្នានេះបន្ទប់ឡាទឿរបស់យើងហ្នឹង projector ភាគច្រើនគ្រូគឺប្រើបែប portable projector ហើយយើងមានដង្ហើមយើងមានម៉ាស៊ីនត្រជាក់អីចឹងទៅវាអត់សូវថប់ខ្យល់ណាហើយបន្ទប់នេះយើងដាក់បាន10នាក់ជាងអីដែរថ្នាក់នេះគឺធម្មតាគឺជាថ្នាក់ភាសាចិនអញ្ចឹងណារីឯឡាទឿក្រោយក៏ដូចគ្នាដែរនិយាយទៅមានម៉ាស៊ីនត្រជាក់ទាំងអស់អញ្ចឹងឥឡូវយើងធ្វើការឡើងមកលើតិចមកដោយសារនៅជាន់ទី1យើងមានថ្នាក់ចំនួន2ទៀតនេះគឺជាថ្នាក់1នៅលើជាន់ទី1ហើយខាងក្រោយនោះគឺជាថ្នាក់មួយទៀតហើយនេះគឺជាបន្ទប់មួយទៀតបន្ទប់នេះខ្ញុំ excited នឹង show តែម្ដងដោយសារតែធំសាហាវនៅខាងនេះគឺយើងមានដង្ហើមដល់12ហើយថ្នាក់នេះគឺសម្រាប់ដាក់ថ្នាក់ភាសាចិនធំហ្មងថ្នាក់ធំហ្មងគឺមកល្វែងលើហ្នឹងទាំងអស់បណ្ដោយហើយនៅនេះខ្ញុំធានាគុណភាពថាដឹងអត់ហប់ទេដោយសារតែទលាយខ្លាំងមែនតើហ្មងអ្នកនេះអាចមើលខាងនោះក៏បានដែរអូខេអញ្ចឹងអ្នកនេះបានទស្សនាវីដេអូធួរបស់យើងហើយអញ្ចឹងកុំរងចាំយូរទៀតហើយកុំស្ទាក់ស្ទើរចិត្តអីព្រោះខ្ញុំជឿថាមានអ្នកខ្លះគាត់ជិះកាត់សាលាយើងគាត់គិតថាអូសាលានោះប្រហែលជាថ្លៃទេប៉ុន្តែតាមពិតមិនមែនទេ
មាន promotion ពិសេសដែល3ខែតែ$45ទេអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេណា3ខែ$45អញ្ចឹងទៅលើភាសាបរទេសភាសាចិនភាសាអង់គ្លេសអ្នកនរកុំគិតយូរទៀតអាចមកចុះឈ្មោះចូលរៀនជាមួយនឹងឈុកមាសបានហើយជាមួយនឹងការបញ្ចុះតម្លៃ$45នេះក៏មានសម្រាប់ថ្នាក់ចំណេះទូទៅដូចគ្នាពីថ្នាក់ទី1ដល់ថ្នាក់ទី12ដែលតម្លៃហ្នឹងគឺ1ខែ3មុខតែ$45វិញសម្រាប់ថ្នាក់ចំណេះទូទៅបញ្ជាក់ម្ដងទៀតសម្រាប់ថ្នាក់ចំណេះទូទៅគឺ3មុខដែល3មុខហ្នឹងគឺ$45អាហ្នឹងសម្រាប់មួយខែដំបូងអញ្ចឹងយ៉ា promotion នេះសង្ឃឹមថាអ្នកនរគ្នានឹងមានការគ្រប់គ្រងហើយអាចអញ្ជើញមកកាន់ទីតាំងផ្ទាល់បានហើយទោះជាជួបខ្ញុំក្តីឬក៏មិនជួបខ្ញុំក្តីកុំស្ទាក់ស្ទើរនៅក្នុងការចុះឈ្មោះដោយសារយើងផ្ដល់នៅកន្លែងដែលមានគុណភាពក៏ដូចជាតម្លៃដែលមាននិយាយទៅគឺតម្លៃសមរម្យសម្រាប់អ្នកទូទៅតែម្ដងអញ្ចឹងបើនៅចិត្តម្ដុំឈុកមាសកុំស្ទាក់ស្ទើរណាឈុកមាសប៉ូចតុងណាក៏ដោយនៅម្ដុំជុំវិញហ្នឹងអាចធ្វើការមកសួរព័ត៌មានផ្ទាល់នៅកាន់ទីតាំងឬមួយក៏អាចសួរតាម Telegram 010 310និង118អញ្ចឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ love you